រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកភាសាចិនតាមសៀវភៅ HSK យកមកបង្ហាញការរៀបរៀងឡើងមានបំណងដូចតទៅទី1ដោយយល់ឃើញថាបច្ចុប្បន្នកាលភាសាចិនមានសារៈសំខាន់ខ្លាំងណាស់នៅកម្ពុជានៅលើពិភពលោកយើងនេះក្នុងចំណោមមនុស្ស5នាក់មានម្នាក់ចេះនិយាយភាសាចិនគប់ងឺទី2ចំណេះដឹងចេះហើយមិនយកមកប្រើជាពឹសពុលទី3ការឲ្យទានធម៌ជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6យើងអាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅទី10课មេរៀនទី4他是我的韩语老师他是我的韩语老师គាត់គឺជាលោកគ្រូភាសាចិនរបស់ខ្ញុំ课文មេរៀន在教室នៅថ្នាក់រៀននៅបន្ទប់រៀន他是谁តើគាត់ជានរណា他是我的韩语老师他是我的韩语老师គាត់ជាគ្រូភាសាចិនរបស់ខ្ញុំ他叫李月គាត់ឈ្មោះ李月在图书馆នៅបណ្ណាល័យ你是哪国人តើអ្នកជាជនជាតិអ្វី我是美国人ខ្ញុំជនជាតិអាមេរិកកាំងនេះណាចុះអ្នកវិញ我是中国人ខ្ញុំជនជាតិចិន看照片មើលរូបថត他是谁តើគាត់ជានរណា他是我同学គាត់ជាមិត្តភក្តិមិត្តរួមថ្នាក់ខ្ញុំឋានៈចុះនាងវិញ他是你同学吗តើនាងជាមិត្តរួមថ្នាក់របស់អ្នកឬ他不是我同学នាងមិនមែនជាមិត្តរួមថ្នាក់របស់ខ្ញុំទេ他是我朋友នាងជាមិត្តភក្តិខ្ញុំនាងជាពួកម៉ាក់ខ្ញុំ根据市级情况回答问题ឆ្លើយតាមសភាពជាក់ស្ដែង你是哪国人តើអ្នកជាជនជាតិអ្វី你叫什么名字តើអ្នកឈ្មោះអ្វី你的韩语老师是哪国人តើលោកគ្រូចិនរបស់ឯងជនជាតិអ្វី你的汉语老师叫什么名字តើលោកគ្រូចិនឯងឈ្មោះអ្វី你的中国朋友是谁តើមិត្តភក្តិជនជាតិចិនឯងឈ្មោះអីជានរណា
new word new words សឹងឈើពាក្យថ្មីថាមានន័យថាកូនឬនាង谁នរណាតមានន័យថារបស់នៃឬដែល汉语ភាសាចិនណាឯណាទីណាគួប្រទេសណាចុះចំណែករីឯថាកត់ឬវាថង学រៀនជាមួយមិត្តរួមថ្នាក់朋友មិត្តភក្តិឬពួកម៉ាក់អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាខីកាសេនិងឧបាសកជួបយាននៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាចិននេះសូមជូនពរឧបាសិកានិងឧបាសកបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដូចចិត្តប៉ងប្រាថ្នារូបកាយសត្វលោកប្រមេញប្រែប្រួលនិងចាស់ទ្រុឌទ្រោមទៅជាធម្មតាមានតែគេឈ្មោះទេដែលមិនចេះប្រែប្រួលរាត្រីសួស្តីសូមជម្រាបលា